នេះជាវចនានុក្រមផ្នែក nursing ដែលនៅជាមួយនឹងខ្ញុំប្រហែលជា10ឆ្នាំមកហើយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសូមចែករំលែកនៅសៀវភៅមួយក្បាលឬក៏ជាវចនានុក្រមផ្នែកថែទាំដែលសៀវភៅនេះគឺនៅជាមួយនឹងខ្ញុំមិនក្រោម10ឆ្នាំទេហើយនេះលើពីវចនានុក្រមទៀតដែលខ្លឹមសារទាំងមូលនៅក្នុងវចនានុក្រមនេះក៏ដូចជាសៀវភៅនេះផងដែរគឺបានបកស្រាយនៅពាក្យមិនត្រឹមតែជាពាក្យដែលយើងឆ្ងល់ទៅលើ term ឬក៏ prefix suffix មួយចំនួនអីទេក៏បានបន្ថែមទៅដែរទាក់ទងទៅនឹងការគណនាដូសថ្នាំក៏ដូចជាដូសសេរ៉ូមហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺមានការបែងចែកទៅលើការវិភាគក៏ដូចជាកម្មវិធីនៅក្នុងការចាក់វ៉ាក់សាំងផងដែរហើយរហូតមកដល់ពេលបច្ចុប្បន្នសៀវភៅនេះក៏ខ្ញុំនៅតែប្រើប្រាស់ដើម្បីដោះស្រាយឬក៏ការឆ្ងល់នៅលើពាក្យមួយចំនួនបើទោះបីជាបច្ចុប្បន្នយើងមានការប្រើប្រាស់អ៊ីនធឺណិតទៅលីឆ្ងល់អីយើងអាចប្រើទូរស័ព្ទដៃសើចភ្លាមៗក៏បានឬក៏ប្រើទៅលើ AI ក៏បានប៉ុន្តែខ្ញុំក៏នៅតែមិនចូលទៅលើអនុស្សាវរីយ៍ជាមួយនឹងសៀវភៅមួយក្បាលនេះផងដែរអរគុណហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀត